បុរសម្នាក់ស្លាប់និង2អ្នករងរបួសក្នុងហេតុការណ៍បាញ់ប្រហារជិត10គ្រាប់នៅខេត្តសមុទ្រប្រាកានប្រទេសថៃករណីបាញ់ប្រហារមួយបានកើតឡើងនៅប្រហែលខ្ទង់ម៉ោង 12:20 នាទីថ្ងៃត្រង់នាថ្ងៃសុក្រនេះនៅក្នុងស្រុកប្រាប្រាដែងខេត្តសមុទ្រប្រាកានដោយបានបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងមនុស្ស2នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ធ្ងរហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅជិតផ្សារទុនសាយក្នុងឃុំបាំងយ៉ចំថ្ងៃបើកសម្ពោធផ្សារខាងលើនេះដោយចាប់ផ្ដើមដំណើរការនៅថ្ងៃដំបូងតែម្ដងនៅពេលមន្ត្រីនគរបាលនិងក្រុមជួយសង្គ្រោះចង់ទៅដល់ទីតាំងកើតហេតុគេក៏ប្រទះឃើញបុរសម្នាក់បានស្លាប់បាត់ទៅហើយចំណែកឯមនុស្ស2នាក់ផ្សេងទៀតទទួលបានការជួយសង្គ្រោះបឋមនៅនឹងកន្លែងកើតហេតុមុនបញ្ជូនជាបន្តទៅកាន់មន្ទីរពេទ្យសាក្សីនៅក្នុងហេតុការណ៍នោះបានរាយការណ៍ថាពួកគេបានឮសូរសំឡេងបាញ់កាំភ្លើងជិត10គ្រាប់ឯណោះយោងតាមប្រព័ន្ធផ្សព្វផ្សាយអមរិន TV បានរាយការណ៍ថាសមត្ថកិច្ចបានរកឃើញគ្រាប់កាំភ្លើងចំនួន8គ្រាប់នៅឯទីកន្លែងកើតហេតុដែលស្ថិតនៅជិតសាលាឃុំបាំងយ៉នៅលើផ្លូវភេទឆាហឿងហើយគេស្គាល់ថាជនសង្ស័យមួយរូបនៅក្នុងហេតុការណ៍នេះមានឈ្មោះប៊ឺតអាយុ30ឆ្នាំត្រូវសមត្ថកិច្ចកំពុងតាមស្វែងរកដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់នៅក្នុងរបាយការណ៍ជាបឋមមួយបានបង្ហាញថាហេតុការណ៍បាញ់ប្រហារនេះទំនងជាបានកើតឡើងដោយសារតែចំនួនរវាងមនុស្សពីរក្រុមដែលជាក្រុមជំនួយការបណ្ដោះអាសន្នរបស់ទីផ្សារនិងជាមួយគូប្រជែងមួយក្រុមទៀតនៅខណៈនេះសមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតនិងតាមចាប់ខ្លួនជនសង្ស័យស្របពេលព័ត៌មានលម្អិតនិងវិវត្តជាបន្តទៀតនៅពេលក្រោយ